ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកលេងបុកល្ហុងចុងថ្នោតគឺមកញ៉ាំអីអញ្ចឹងណាបងប្អូនហើយដោយសារតែឃើញគេល្បីអញ្ចឹងក៏ដែរមកដែរអញ្ចឹងកុំសាកមកលេងអញ្ចឹងណាបងប្អូនហើយនេះគឺជាសកម្មភាពខ្ញុំដើរទស្សនាជុំវិញកន្លែងបុកល្ហុងចុងថ្នោតនឹងអញ្ចឹងណាបងប្អូននិយាយទៅគេរៀបចំស្អាតមែនទែនគឺប្លែកហ្មងបងប្អូនគឺរៀបចំជាថ្នាក់នៅដើមថ្នោតអញ្ចឹងណាបងប្អូនហើយមានកញ្ចុះនៅខាងក្រោមដែរគាត់មានរៀបចំជាសួនជាអីដែរអញ្ចឹងណាបងប្អូននិយាយទៅដើមថ្នោតនៅនឹងច្រើនហើយដល់ពេលអញ្ចឹងគាត់រៀបចំកន្លែងញ៉ាំអីនៅកន្លែងចុងថ្នោតហ្នឹងគឺប្លែកអារម្មណ៍ហើយជំវិញហ្នឹងគឺមានវាលស្រែវាអីអញ្ចឹងណាបងប្អូនហើយនេះគឺគាត់ឃើញមានកាហ្វេមានអីអញ្ចឹងណាបងប្អូនហើយក៏រៀបចំកញ្ចុះបន្ថែមទៀតឃើញគាត់ធ្វើកញ្ចុះបរិបបន្ថែមណាបងប្អូនគឺថ្ងៃខ្ញុំមកនេះថ្ងៃចុងសប្តាហ៍គឺមានមនុស្សច្រើនហើយក៏មានកាហ្វេមាននិយាយទៅមានអីវ៉ាន់លក់ច្រើនណាបងប្អូនមានតាមហូបកំងឯគាត់មានលក់មកហូបស្រាប់ដែរអញ្ចឹងណាបងប្អូនហើយខ្ញុំបានឃើញការបរិបរបស់គាត់គឺបរិបបន្ថែមទៀតកាន់តែធំទៅហើយមានអាងហែទឹកហើយទៅចូលបន្ថែមនេះនៅលើទឹកបងប្អូនបើសិនជាទឹកឡើងគឺស្អាតមែនតើបងប្អូនគឺមានវាស្រែឡើងលឿងល្អបងប្អូនហើយនេះគឺទស្សនវិជ្ជានៅលើបុកល្ហុងចុងថ្នោតនឹងអញ្ចឹងណាបងប្អូនគឺរៀបជាថ្នាក់បងប្អូនហើយបន្ទាប់ពីខ្ញុំដើរមើលទស្សនវិជ្ជានៅជុំវិញនឹងអស់ហើយគឺខ្ញុំមកញ៉ាំម្ហូបគឺខ្ញុំកំងមានបុកល្ហុងហើយនឹងនិយាយទៅភ្នែកបាយឆាគឺសំណ3មុខគឺតំណងបងប្អូនហើយរបស់គាត់គឺធូរថ្លៃតម្លៃសមរម្យគឺអាចទទួលយកបានអញ្ចឹងណាបងប្អូនហើយក៏ឆ្ងាញ់ដែរបងប្អូនរសជាតិឆ្ងាញ់មែនតើគឺបន្ទាប់ពីខ្ញុំញ៉ាំរួចហើយគឺចង់មើលទិដ្ឋភាពចាំមើលទិដ្ឋភាពយប់បងប្អូនគឺគាត់បើកភ្លើងគឺស្អាតមែនតើបងទិដ្ឋភាពនៅពេលយប់នេះបងប្អូនបន្ទាប់ពីខ្ញុំចាប់ផ្ដើមញ៉ាំរួចហើយគឺខ្ញុំដើរថតទិដ្ឋភាពឲ្យបងប្អូនទស្សនាគឺទិដ្ឋភាពនៅពេលយប់គឺគាត់បើកភ្លើងស្អាតមែនតើបងប្អូនមានកន្លែងហាងកាហ្វេហ្នឹងហើយនៅលើដាំថ្នោតហ្នឹងគឺគាត់បើកភ្លើងឡើងពណ៌ទៅមើលទៅឡើងភ្លឺស្អាតមែនទែនបងប្អូនខ្ញុំថតពីចម្ងាយស្អាតដល់បើសិនជាបងប្អូនមកវិញឃើញទិដ្ឋភាពកាន់តែស្អាតប្លែកភ្នែកបងប្អូនគឺការរៀបចំរបស់គាត់លក្ខណៈចេញមកបែបខ្មែរលក្ខណៈស្អាតមែនទែនបងប្អូនបន្ទាប់ពីខ្ញុំដើរថតទិដ្ឋភាពជុំវិញកន្លែងបុកល្ហុងចុងថ្នោតនឹងហើយគឺខ្ញុំរៀបចំត្រឡប់មកផ្ទះវិញអញ្ចឹងណាបងប្អូនហើយនេះគឺទិដ្ឋភាពដែលខ្ញុំថតពីចម្ងាយគឺស្អាតមែនទែនបងប្អូនអាចមកលេងបានអូខេគឺវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំបងប្អូនមកទស្សនាទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណបាយបាយ